សួស្តីពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំមានសាច់ជ្រូកចិញ្ច្រាំជាមួយនឹងបង្គាគ្រឿងផ្សំមានដូចជាស្អំផ្សិតល្ពៅការ៉ុតននោងបន្ទាប់មកយើងត្រូវដាក់សាច់ចូលក្នុងម៉ាស៊ីនបើបង្គារួចយើងកិនវាឲ្យម៉ត់ចូលគ្នារួចរាល់ហើយយើងដួសដាក់ចានបន្តមកទៀតយើងមូលឲ្យតូចដូចប្រហិតដាក់ឆ្នាំងឲ្យក្តៅដាក់ប្រេងឆាដាក់ខ្ទឹមសរលីងចូលគ្នាក្បាលបង្គារលីងឲ្យឆ្អិនរួចហើយយើងដាក់ទឹកទុកឲ្យពុះរួចហើយយើងដួសពពុះឲ្យឃើញស្អាតបន្តិចដួសពពុះរួចរាល់ហើយយើងដាក់សាច់ចូលដាក់សាច់រួចហើយយើងទុកឲ្យពុះសិនបន្ទាប់មកពុះហើយយើងដាក់បន្លែការ៉ុតចូលបន្លែរឹងជាងគេគឺដាក់ចូលល្ពៅរួចហើយទុកឲ្យឆ្អិនបន្តិចសិនបន្តមកទៀតយើងដាក់បន្លែចូលថែមទៀតដូចជាននោងផ្សិតស្អំបន្តមកទៀតយើងដាក់គ្រឿងដុំខ្នុរ1ដុំស្ករសកន្លះស្លាបព្រាកាហ្វេទឹកត្រីកន្លះស្លាបព្រាបាយរួចហើយយើងទុកឲ្យពុះសិនឲ្យវាឆ្អិនបន្លែបន្តិចសិនឆ្អិនរួចរាល់ហើយយើងដាក់ស្លឹកខ្ទឹមចូលឆ្អិនហើយបងប្អូនញ៉ាំបាយទាំងអស់គ្នាមក
นะนะ Hang up on. Bye bye